សួស្តីបងប្អូនទាំងអស់គ្នាបាទជាពិសេស fan ពូត្រូលទាំងអស់គ្នាបាទបងប្អូនប្រកាសជាតន្ទឹងរង់ចាំមើលរឿងម្ចាស់ស្នេហ៍ប្រែបេះដូងភៀម7ហើយមែនអត់បងប្អូនហើយជំនាញច្បាស់ណាស់បងប្អូនទាំងអស់គ្នាប្រហែលជាចូលមើលchannel របស់ពូត្រូលហើយមែនអត់ចេញចូលហើយខ្ញុំដឹងច្បាស់ហ្មងដោយសារតែខ្ញុំក៏ចេញចូលដូចបងប្អូនដែរដោយសារអីបាទគឺខ្ញុំតន្ទឹងរង់ចាំរឿងនឹងភៀម7នឹងខ្លាំងមែនតើដោយសារតែដល់កន្លែងឈុតឆាកពិសេសដល់កន្លែងវគ្គពិសេសអញ្ចឹងណាបងប្អូនបាទចង់ដឹងថាភាគតនឹងវាទៅជាយ៉ាងណាអញ្ចឹងណាបងប្អូនក៏រងចាំខ្ញុំក៏រងចាំដែរឥឡូវយើងយប់នឹងដឹងតែចេញហ៎បងប្អូនបាទចេញហ៎មិនដឹងម៉ោងម៉ាស់ទេដឹងតែចេញហ៎ព្រោះអីបាទតន្ទឹងរងចាំអស់រយៈពេល2យប់ហើយបងប្អូនអើយបាទចាំនិយាយពីតឹងទ្រូងហ៎បងប្អូនអើយបាទតឹងទ្រូងខ្លាំងហ្មងបងប្អូនបាទគឺចង់ឲ្យគាត់ចេញតែមួយថ្ងៃមួយភាគប៉ុន្តែដោយសារតែគាត់ធ្វើចឹងអត់កើតទេបងប្អូនដោយសារគាត់ចំណាយពេលបញ្ចូលសលេងចំណាយពេលកាត់វីដេអូដើម្បីធ្វើឲ្យយើងល្អមើលធ្វើឲ្យយើងចូលទួលទៅតាមសាច់រឿងអញ្ចឹងណាបងប្អូនបាទអញ្ចឹងហើយគឺគាត់ចំណាយពេលយូរខ្លាំងមែនទែនបាទសម្រាប់មួយរឿងអញ្ចឹងណាសម្រាប់មួយភាគគឺគាត់សម្រិតសម្រាំងគាត់ចម្រាញ់ណាដើម្បីធ្វើឲ្យសាច់រឿងនឹងល្អមើលតម្រាំតែគាត់ផុសមកឲ្យយើងមើលហ្នឹងគឺមួយភាគហ្នឹងគាត់មិនដឹងថតចំណាយពេលប្រហែលថ្ងៃទេបាទទាំងថតទាំងកាត់អញ្ចឹងណាបងប្អូនបាទអញ្ចឹងហើយគឺធ្វើឲ្យរឿងហ្នឹងល្អមើលយើងក៏ជួយចិត្តទៅតាមហ្នឹងដែរហើយបងប្អូនមិនបាច់ភ័យបាទយប់ហ្នឹងម៉ោង7 8ហ្នឹងបាទចាំមើលទៅគឺមកហើយបាទសង្ឃឹមថាយប់នេះគឺអត់ខកបំណងទៀតទេបងប្អូនដោយសារតែយប់មិញហ្នឹងគាត់បានយប់មួយនោះគាត់បានតម្លាក់រឿងខ្មោចម្ចាស់ផ្ទះបងប្អូនបាទដូចជាល្ងាចមិញសាមិញហ្នឹងណាហើយបន្ទាប់មកគាត់ក៏អត់ផុសរឿងម្ចាស់ស្នេហ៍ប្រែបេះដូងភី7ហ្នឹងទៅបាទឥឡូវយប់នេះដឹងតែម្ចាស់ស្នេហ៍ប្រែបេះដូងភី7ឡើងតែចេញហើយបងប្អូនបាទគឺខ្ញុំចង់ដឹងខ្លាំងមែនទែនបាទជីវិតម៉ាលីនៅភី7ហ្នឹងវាទៅជាយ៉ាងណាដោយសារតែចុងវគ្គភី7ហ្នឹងបងប្អូនទាំងអស់គ្នាបាទអាជីវាបានមកតាមតនជាមួយអាតុំហើយនឹងម៉ាលីកំពុងតែអោបលុំម៉ាលីខ្មៅខូចចិត្តអញ្ចឹងណាដោយសារតែម៉ាលីគាត់ពិបាកចិត្តខូចចិត្តអារឿងគាត់មិនបានធ្វើជួបបញ្ហាច្រើនយ៉ាងនេះអញ្ចឹងណាដោយសារតែគាត់មកនៅនេះទៅគឺគាត់មានរឿងច្រើនខ្លាំងមែនទែនហើយគេក៏មួយបង្កាច់ដោយសារតែអាជីបានជួលគេមកធ្វើជាសង្សាររបស់គាត់អញ្ចឹងទៅបាទបានបខូចឈ្មោះគាត់ដើម្បីឲ្យប្រូតុំហ្នឹងដេញគាត់ចេញពីផ្ទះហ្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងហើយខ្ញុំចង់ដឹងខ្លាំងមែនទែនថាភាព7ហ្នឹងជីវិតម៉ាលីទៅជាយ៉ាងណាដោយសារតែភាព6ហ្នឹងគឺអាជីមកតន់អញ្ចឹងណាចឹងខ្ញុំចង់ដឹងថាភាព7ហ្នឹងតុំហ្នឹងគេមានអីដោះសារជាមួយអាជីទៀតអញ្ចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងហើយក៏មិនមែនតែបងប្អូនទេបាទសូម្បីតែខ្ញុំគឺយប់មិញខ្ញុំចាំមើលខ្លាំងមែនទែនគឺខ្ញុំចេញចូលជាមួយ channel របស់គាត់ខ្ញុំចូលទៅមើល page របស់គាត់អត់មានឃើញគាត់ផុសអីទេបងប្អូនអរគ្នាបាទអញ្ចឹងមានតែរងចាំទាំងអស់គ្នាបាទនៅយប់ហ្នឹងហើយយើងក៏មិនអាចកំណត់បានដែរថាម៉ោងប៉ុន្មានបងប្អូនដោយសារតែយើងអត់ដឹងច្បាស់ដូចគ្នាអញ្ចឹងហើយយើងចាំតែមើលទៅតែធម្មតាគាត់ផុសភាគច្រើនម៉ោង8ម៉ោង7 8ហ្នឹងបងប្អូនបាទចន្លោះពីម៉ោង7 8ហ្នឹងភាគច្រើនណាព្រោះអីអាថ្ងៃមុនគាត់ធ្វើស៊ីដាច់ចកេះផុសម៉ោងក៏ដណ្ដប់ជាងបងប្អូនបាទអញ្ចឹងហើយបាទរឿងនេះបាទជាមិនអាចដល់ម៉ោងបាន10ទេខ្ញុំគិតថាធ្វើម៉ោង7 8ហ្នឹងចាបងប្អូនអញ្ចឹងហើយភាគ7ម៉ោង7 8ហ្នឹងអាចនឹងចេញហើយអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចរងចាំទាំងអស់គ្នាបាទថាជីវិតម៉ាលីទៅជាយ៉ាងណាហើយប្រូតុំហ្នឹងក៏ទៅជាយ៉ាងណាដែរបាទភាគ7នេះកាន់តែប្រូតុំកាន់តែសម្ពាធទៀតដែរបងប្អូនអរគ្នាបាទហើយអាចនឹងភាគ8ភាគ9ទៅមកអាចនឹងប្រូតុំអាចនឹងតាមដានអាជីជីវិតអាជីអញ្ចឹងណាបងប្អូនអញ្ចឹងហើយអត់មានអីទេបងប្អូនបាទចាំមើលទាំងអស់គ្នាបាទខ្ញុំក៏ចាំមើលបងប្អូនក៏ចាំមើលបាទដូចម៉ែមកពីផ្សារអញ្ចឹងបងប្អូនហើយបាទចាំមើលផ្លូវខ្លាំងមែនតើបងប្អូនអរគ្នាបាទអញ្ចឹងហើយវីដេអូយើងក៏អត់មានអីវែងឆ្ងាយដែរបាទហើយសូមពឹងបងប្អូនអរគ្នាម្នាក់មួយបាទជួយ Subscribe នៅ Channel របស់ខ្ញុំបាទម្នាក់មួយផងបាទសូមអរគុណទុកជាមុនបើសិនជាបងប្អូនគ្រប់ស្រឡាញ់ខ្ញុំបាទសូមជួយ Subscribe នៅ Channel ខ្ញុំបាទម្នាក់មួយផងបាទអញ្ចឹងចាំរងចាំទស្សនាទាំងអស់គ្នានៅភាព7បាទរឿងម្ចាស់ស្នេហ៍ប្រែបេះដូងនៅយប់នេះទាំងអស់គ្នាហើយរីករាយនិងសប្បាយចិត្តទទួលយករឿងភាព7នេះទាំងអស់គ្នាថាវាជីវិតនាងម៉ាលីវាទៅជាយ៉ាងណាបាទគឺយើងចាំតាមដានទាំងអស់គ្នាបាទថាល្អមើលប៉ុណ្ណាអីប៉ុណ្ណាតើយើងចាំទៅតាមដាននៅម៉ោង7ម៉ោង3អីទៅបាទហើយជារឿងហ្នឹងគេតម្លាក់ឲ្យបាទទុំម៉ោង7ម៉ោង3ហ្នឹងបាទយើងគិតថាប៉ុណ្ណឹងចោះដោយសារតែធម្មតាគាត់ផុសតែម៉ោងហ្នឹងទេបងប្អូនបាទហើយជាពិសេសរឿងហ្នឹងមកបានមើលពេលហូបបាយឆ្ងាញ់បាយណាបងប្អូនអើយបាទបាយហូបមើលបដើហូបបដើបាទតាមត្រូវអស់បាយអត់ដឹងថាអស់បាយពិចារទេបងប្អូនបាទអញ្ចឹងបាទវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរខ្ញុំអត់ចង់និយាយវែងឆ្ងាយច្រើនទេបងប្អូនអរគ្នាបាទចំណាយពេលបងប្អូនត្រឹមតែ
4 5 tíនឹងបានហើយបងប្អូនអរគ្នាបាទអញ្ចឹងកុំភ្លេចជួយ like ជួយ subscribe channel ខ្ញុំបាទម្នាក់មួយផងបងប្អូនអរគ្នាបាយបាយ